គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គមជាទីគោរពបាទថ្ងៃនេះមានបងប្អូនស្រីម្នាក់គាត់សួរខ្ញុំតើខ្សែព្រះអាទិត្យដែលមានសញ្ញាត្រីកោណអញ្ចេះបាទមានសញ្ញាត្រីកោណហើយមានដុសខ្សែព្រះអាទិត្យពីលើខ្សែបេះដូងតើមានអត្ថន័យយ៉ាងដូចម្ដេចបើជាទូទៅខ្សែព្រះអាទិត្យនេះគឺតំណាងឲ្យកិត្តិយសតំណាងឲ្យមុខមាត់បាទតំណាងឲ្យទ្រព្យសម្បត្តិលុយកាក់ដែរហើយក៏តំណាងឲ្យជីវិតគូដែរចឹងកាលណាមានត្រីកោណដែលជាសញ្ញាតាក់ទងទៅនឹងលុយកាក់ឬក៏តាក់ទងទៅនឹងឲ្យតែមានត្រីកោណគឺយើងសម្គាល់ថាជាមនុស្សដែលអាចនឹងមានសញ្ញាតាក់ទងទៅនឹងលុយកាក់បាទប៉ុន្តែបើត្រីកោណនៅកន្លែងនេះហើយដុសខ្សែព្រះអាទិត្យនេះគឺអាចថាជាមនុស្សដែលមានការជួយជំជ្រែងទៅវិញបាទហើយការជួយជំជ្រែងពីសំណាក់ដែលត្រីកោណនៅលើខ្សែបេះដូងនោះមិនមាននរណាក្រៅពីមនុស្សដែលយើងស្រឡាញ់ទេបាទមនុស្សដែលយើងស្រឡាញ់មនុស្សដែលយើងគោរពជាពិសេសមនុស្សដែលនៅក្បែរខ្លួនយើងនឹងបាទតាក់ទងទៅនឹងដៃគូរបស់យើងនឹងបាទតាក់ទងទៅនឹងប្តីឬក៏ប្រពន្ធឬក៏តាក់ទងទៅនឹងមនុស្សដែលយើងស្រឡាញ់ពីព្រោះកាលណាគេនិយាយអំពីខ្សែបេះដូងគឺគេនិយាយអំពីអារម្មណ៍និយាយអំពីមនោសញ្ចេតនានិយាយអំពីក្តីស្រឡាញ់គេមិនសូវនិយាយផ្ដោតគិតទៅលើរឿងលុយកាក់ទេអញ្ចឹងកាលណាមានការជួយជុំជ្រែងដែលកើតចេញពីខ្សែបេះដូងគឺមិនមាននរណាក្រៅពីមនុស្សដែលខ្លួនឯងនឹងស្រឡាញ់ឬក៏ប្តីប្រពន្ធយើងក្រុមគ្រួសារយើងនោះទេបាទ